អនពីអនមកក៏ប្រាប់ខ្ញុំថាខ្ញុំកើតនៅឆ្នាំ1999ថ្ងៃទី15នៅក្នុងខែមិនិនាថ្ងៃនោះហើយដែលខ្ញុំកើតមកជាមនុស្សរស់នៅលើលោកកាតែកាលមកខ្ញុំនៅតូចខ្ញុំមិនទាន់ដឹងអីខ្ញុំមិនទាន់ចេះនិយាយខ្ញុំមិនទាន់ស្គាល់ភាសារហូតដល់ខ្ញុំអាយុ6ឆ្នាំម៉ែបានចាន់ចែកជីវិតពុសាសាច់ថ្មីម៉ោង4ទៀបភ្លឺមេត្រៀមអីវ៉ាន់ទៅលក់នំនៅអេសាចំណែកខ្ញុំវិញក៏ត្រៀមខ្លួនទៅសាលាដល់អាយុ16ខ្លាចជាក្មេងមានបញ្ហានាំគ្នាដើរលេងនាំគ្នាកិច្ចសាលាដល់អាយុ17ចាប់ផ្ដើមស្រឡាញ់ស្រីចាស់មានសង្សារដល់អាយុ18ស្គាល់អាភៀនស្គាល់មកដើរលេងកម្មចាក់វល់ពាក្យមិនស្ដីថាលេងកម្មចាក់វល់ពាក្យមិនស្ដីថាពីអ្នកលេងឲ្យខ្ញុំមកធ្វើជាអ្នកលក់ឲ្យពួកអាក្មេងដែលវាកំពុងតែគួរលក់រឿងញៀនគឺប្រភេទដើម្បីយកផលកម្រៃខ្ញុំមានជំនឿតែ